ក៏បុកបរិស័ទដល់ពេលភ្ញៀវចុះមកច្រើនអញ្ចឹងខ្ញុំក៏លេងចាប់បុកបរិស័ទក៏ខ្ញុំចាប់ដើមរត់ស៊ីជួលម៉ូតូទិញម៉ូតូដាក់ជួលអីចឹងបងទិញទូកដើម្បីបន្លប់ភ្ញៀវដើរលេងតាមកោះតាមអីចឹងបងដល់ពេលមកដល់ឥឡូវផ្លាស់ប្ដូរទៅ 50% អញ្ចឹងបងវាផ្លាស់ប្ដូរអញ្ចឹងបងបានមករស់នៅទីនេះរយៈពេល20ឆ្នាំជាងបងតាំងពីអត់ទាន់មានមនុស្សនៅច្រើនអញ្ចឹងបងនៅលើកោះនេះដូចជា20ទៅ30គ្រួសារហ្នឹងបងវាតិចបំផុតខាងគេមកពីនេសាទអញ្ចឹងណាបងបច្ចុប្បន្នឥឡូវភ្ញៀវក៏បុកមកច្រើនអញ្ចឹងក៏គេលេងចាប់ខាងនេសាទគេលេងរោចេះមករោជាទូកដឹកភ្ញៀវទេសចរវិញកាលពីមុនយើងមានផ្លូវទឹកខ្សាច់យើងដើរតាមទឹកខ្សាច់អញ្ចឹងណាគាត់មានផ្លូវពូកហមកក៏អត់ទាន់មានផ្លូវបេតុងដែរហើយផ្លូវនេះគេចាប់ដើមធ្វើតាំងពី9 2020អញ្ចឹងមកផ្លូវក្នុងភូមិធ្វើឲ្យទៅរយៈពេលប្រហែលជា2ខែមុនមកបាទកាលពីមុនខ្ញុំទៅយ៉ាងនេះតែយ៉ាងបាក់ដៃចឹងបងដូចតែយើងរមួយថ្ងៃបានមួយថ្ងៃចាយមួយថ្ងៃចឹងណាបានដូចថា10000 20000ចឹងយើងរួចថ្ងៃទិញម្ហូបទិញអីនៅលើកោះនឹងដឹងស្រាប់ហ្មងវាថ្លៃរបស់អីក៏ថ្លៃដែរកក៏ថ្លៃសូម្បីប្រេងចេងត្រីក៏ថ្លៃដែរដល់ពេលមកដល់ឥឡូវផ្លាស់ប្ដូរទៅ 50% ចឹងបងដល់លើកោះនេះក៏សប្បាយចិត្តតាំងថាមកតំបន់កោះនេះវាអត់មានបញ្ហាអ្វីមួយទៅថាយើងបាត់របស់ភ្ញៀវខ្ញុំពួកជាបរដ្ឋលើកោះនេះក៏គាត់ចូលទុកឲ្យអញ្ចឹងណាហើយណាមួយភ្ញៀវមកដើរលេងនៅលើកោះនេះគឺសុវត្ថិភាពតាំងថាគាត់ដើរទៅណាក៏មានសុវត្ថិភាព 100% ចង់ជិះម៉ូតូចង់អីចឹងចង់ដើរលេងទូកដើរលេងអីមានជាបរដ្ឋចេះរៀបរាប់ប្រាប់ថាលបងទៅនេះទៅកន្លែងនេះក៏សុបាយទៅលេងដើរលេងនោះក៏សុបាយដែរហើយទូករបស់ខ្ញុំដើរលេងរយៈពេល5ម៉ោងយើងចេញពីម៉ោង2រហូតដល់ម៉ោង7យើងមានមួយទឹកមើលផ្កាថ្មស្ទួយត្រីមើលថ្ងៃលិចយើងមើលប្លង់តុងអញ្ចឹងណាបងហើយសេវាកម្មមានដូចជាព្រីបាប៊ីស៊ូព្រីទឹកព្រីកូកាព្រីផ្លែឈើចិត្តបងប្អូននៅតាមតំបន់ណាដែលថាគាត់ចង់មកលេងនៅកោះរងអាចមកតាក់ទងតាមរយៈខ្ញុំបាន